អាជ្ញាធរកំណត់យកថ្ងៃទី15សម្រាប់ក្រុងប៉ោយប៉ែតត្រូវតែស្អាតពុំមានទំនិញថៃនិងពុំមានការនាំចូលទំនិញថៃនោះឡើយបើពុំដូចនោះទេអាជ្ញាធរនឹងអនុវត្តតាមផ្លូវច្បាប់ពុំលើកលែងនោះឡើយទីផ្សារធំបំផុតនៅច្រកទ្វារព្រំដែនកម្ពុជាថៃកំពុងឈានដល់ចំណុចប្រែប្រួលដ៏សំខាន់មួយខណៈថ្ងៃទី15ខែមិថុនាឆ្នាំ2026ត្រូវបានចាត់ទុកជាថ្ងៃផុតកំណត់ចុងក្រោយដែលអាជីវករត្រូវបញ្ឈប់ការនាំចូលការតាំងលក់និងការចែកចាយទំនិញថៃគ្រប់ប្រភេទនៅជុំវិញផ្សារត្រីនិងផ្សារអគារក្នុងក្រុងប៉ោយប៉ែតការណែនាំនេះបានធ្វើឡើងបន្ទាប់ពីលោកគៀតហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នៅតំបន់ផ្សារនិងបានក្រានរំលឹកយ៉ាងម៉ឺងម៉ាត់ដល់អាជីវករឲ្យបញ្ឈប់ជាបន្ទាន់នៅការលក់ទំនិញនិងសាច់បង្កកដែលនាំចូលពីប្រទេសថៃដោយបញ្ជាក់ថាក្រោយថ្ងៃកំណត់អាជ្ញាធរនឹងអនុវត្តវិធានការតាមនីតិវិធីច្បាប់ចំពោះអ្នកមិនគោរពតាមការណែនាំប្រជាពលរដ្ឋជាច្រើនបានចាត់ទុកវិធានការនេះថាជាសារនយោបាយនិងសេដ្ឋកិច្ចយ៉ាងច្បាស់លាស់មួយដែលបង្ហាញពីការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកនិងការកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលពីក្រៅប្រទេសជាពិសេសនៅតំបន់ព្រំដែនដែលធ្លាប់ជាទីផ្សារធំសម្រាប់ទំនិញថៃអស់រយៈពេលជាច្រើនឆ្នាំទោះបីជាវិធានការនេះអាចបង្កឲ្យអាជីវករមួយចំនួនប្រឈមនឹងការខាតបង់ដោយសារទំនិញថៃនៅសេសសល់ក្នុងស្តុកក៏ដោយក៏មានប្រជាពលរដ្ឋជាច្រើនបានបង្ហាញការគាំទ្រដោយចាត់ទុកថានេះជាការឆ្លើយតបដ៏ល្អទៅកាន់ប្រទេសឈ្លានពានព្រមទាំងឱកាសដ៏ល្អសម្រាប់ផលិតផលខ្មែរក្នុងការពង្រីកទីផ្សារនិងការបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងស្រុកជាមួយគ្នានេះប្រជាពលរដ្ឋមួយចំនួនក៏បានអំពាវនាវឲ្យអាជ្ញាធរបន្តពិនិត្យលើករណីម្ចាស់អគារឬម្ចាស់បន្ទប់ជួលមួយចំនួនដែលនៅតែគិតថ្លៃឈ្នួលជាប្រាក់បាតដើម្បីធានាការអនុវត្តគោលនយោបាយលើកកម្ពស់ប្រាក់រៀលត្រូវបានអនុវត្តស្មើភាពគ្នានៅគ្រប់វិស័យខណៈម៉ោងកំពុងតែត្រូវបានរាប់ថយក្រោយឆ្ពោះទៅថ្ងៃទី15ខែមិថុនាឆ្នាំ2026មហាជនកំពុងរងចាំមើលថាតើទំនិញថៃដែលនៅសេសសល់ក្នុងទីផ្សារប៉ោយប៉ែតនឹងត្រូវដកចេញទាំងស្រុងដែរឬទេតើអាជ្ញាធរនឹងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងកម្រិតណាចំពោះអ្នកនៅតែបន្តលក់ទំនិញសៀមនិងនាំចូលទំនិញសៀមមកលក់នៅទីផ្សារក្រុងប៉ោយប៉ែតខ្ញុំរំសាវី Friday Daily News